បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel SNU Home បាទយើងដឹងមកហើយថាការសាងសង់នៅក្នុងបរិបទយើងប្រចាំថ្ងៃនេះមានពីរប្រភេទទី1ម្ចាស់ផ្ទះទិញសម្ភារៈខ្លួនឯងជួជាងធ្វើដោយគិតការ៉េឬគិតជាថ្ងៃដែលហៅថាម៉ៅពលកម្មនិងទី2ម្ចាស់ផ្ទះចាំតែចូលនៅស្រាប់ហៅថាម៉ៅទាំងពលកម្មនិងសម្ភារៈឬម៉ៅផ្ដាច់កាន់សោចូលនៅឥឡូវយើងនឹងនិយាយអំពីការមើលផ្ដាច់កាន់សោចូលនៅហើយថាយើងត្រូវដឹងអ្វីខ្លះមុននឹងមើលផ្ដាច់កាន់សោចូលនៅថ្ងៃនេះខ្ញុំមាន7ចំណុចដែលបងប្អូនគួរដឹងមុននឹងបងប្អូនជួជាងមើលផ្ដាច់កាន់សោចូលនៅទី1ត្រូវជ្រើសរើសប្រភេទនិងម៉ូដផ្ទះដែលជាផ្ទះក្នុងក្តីស្រមៃរបស់បងប្អូនថាតើផ្ទះដែលបងប្អូនស្រឡាញ់ជាប្រភេទផ្ទះល្វែងឬជាប្រភេទផ្ទះវីឡាហើយផ្នែកខាងក្រៅម៉ូដយ៉ាងម៉េចនិងផ្នែកខាងក្នុងមានបន្ទប់គេងប៉ុន្មានបន្ទប់ទឹកប៉ុន្មានឲ្យដឹងមុនងាយស្រួលនៅពេលជួបជាមួយនឹងអ្នកមើលការចំណុចទី2ជួបពិភាក្សាការជួបពិភាក្សាគឺជារឿងចាំបាច់ពេលនេះបងប្អូនត្រូវប្រាប់ព័ត៌មានអំពីផ្ទះនិងសម្ភារៈដែលត្រូវដាក់ទៅជាងឬអ្នកមើលការនៅអ្វីដែលបងប្អូនចង់បានព័ត៌មានទាំងអស់នេះគឺមានសារៈសំខាន់ណាស់ដើម្បីឈានទៅដល់ការគូប្លង់និងការសិក្សាតម្លៃចំណុចទី3ការសម្រេចប្លង់ការសង់ដែលមានប្លង់ត្រឹមត្រូវគឺជាការចាំបាច់ណាស់សម្រាប់អ្នកមើលការនិងម្ចាស់ផ្ទះដើម្បីបញ្ជៀសនៅចំនួនអំឡុងពេលសាងសង់ដូច្នេះមុននឹងសម្រេចប្លង់យើងត្រូវពិនិត្យវិจัยឲ្យបានសពជ្រុងជ្រោយជាមុនសិនក្នុងករណីដែលមិនពេញចិត្តត្រង់ចំណុចណាគួរតែកែវាឲ្យបានរួចរាល់ជាមុនចំណុចទី4ការកំណត់តម្លៃនិងរយៈពេលបន្ទាប់ពីព្រមព្រៀងគ្នាលើសម្ភារៈនិងប្លង់ដែលត្រូវសាងសង់រួចហើយយើងចូលដល់វគ្គចរចាកំណត់តម្លៃនិងរយៈពេលនៃការសាងសង់ឲ្យបានច្បាស់លាស់ជៀសវាងការសាងសង់យឺតខុសពីកិច្ចព្រមព្រៀងហើយការកំណត់រយៈពេលនៃការសាងសង់អាស្រ័យទៅលើទំហំការងារនិងរដូវកាលឧទាហរណ៍រដូវប្រាំងនិងរដូវវស្សាការសាងសង់នៅក្នុងរដូវប្រាំងគឺរលូនជាងការសាងសង់នៅក្នុងរដូវវស្សាដែលសម្បូរទៅដោយភ្លៀងធ្លាក់ដូច្នេះម្ចាស់ផ្ទះគួរមានការយោគយល់ត្រង់ចំណុចនេះដែរចំណុចទី5ការចុះកិច្ចសន្យាការធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរនិងផ្តិតមេដៃទាំងសងខាងរវាងម្ចាស់ផ្ទះនិងអ្នកមើលការពិតជាមានសារៈសំខាន់ណាស់ដើម្បីជាភស្តុតាងផ្លូវច្បាប់ដូច្នេះគួរតែកុំមើលរំលងត្រង់ចំណុចនេះទោះបីជាម្ចាស់ផ្ទះនិងអ្នកមើលការស្គាល់គ្នានិងចិត្តដិតគ្នាយ៉ាងណាក៏ដោយមួយវិញទៀតកិច្ចសន្យាត្រូវធ្វើជាពីរច្បាប់ដោយសរសេរចូលនៅគ្រប់ចំណុចដែលបានព្រមព្រៀងគ្នាដូចជាសម្ភារៈដែលត្រូវដាក់លក្ខខណ្ឌក្នុងការបង់ប្រាក់ពេលវេលាកំណត់និងភ្ជាប់មកជាមួយនៅប្លង់លម្អិតនៃការសាងសង់ចំណុចទី6ស្នើសុំលិខិតអនុញ្ញាតសាងសង់សំណង់ទាំងឡាយជាទូទៅមុននឹងសាងសង់ឬរុះរើត្រូវធ្វើការស្នើសុំលិខិតអនុញ្ញាតជាមុនសិនពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីមានសមត្ថកិច្ចលើកលែងតែប្រភេទសំណង់តូចតាចបែបប្រពៃណីខ្មែរមិនមែនថ្មឬបេតុងនិងជាលក្ខណៈបណ្ដោះអាសន្នឬក្នុងករណីគ្រោះមហន្តរាយការស្នើសុំលិខិតអនុញ្ញាតសាងសង់ពិតជាមានសារៈសំខាន់ណាស់វាអាចជួយឲ្យបងប្អូនអាចរួចផុតពីការទទួលទោសទណ្ឌជួយបង្ការវិវាទជាមួយអ្នកជិតខាងនិងលើកតម្កើងដល់វិស័យសំណង់ឲ្យកាន់តែល្អប្រសើរចំណុចទី7តបណ្ដាញទឹកភ្លើងត្រង់ចំណុចនេះម្ចាស់ផ្ទះនិងអ្នកមើលការក៏ត្រូវពិភាក្សាគ្នាបានច្បាស់លាស់ថាភាគីខាងណាជាអ្នកទូទាត់វិក័យប័ត្រទឹកភ្លើងប្រចាំខែអំឡុងពេលនៃការសាងសង់បើសិនដីដែលត្រូវសាងសង់មិនមានភ្ជាប់បណ្ដាញទឹកភ្លើងនៅឡើយត្រូវស្នើតឲ្យបានមុនការចូលសាងសង់ក្នុងករណីដែលដីបងប្អូនមានទឹកស្អាតនិងភ្លើងរត់ចូលដល់បាទសរុបមកចំណុចទាំង7នេះគឺជាចំណេះដឹងដែលបងប្អូនគួរដឹងមុននឹងជួលជាងមើលការកាន់សោចូលនៅបើសិនជាបងប្អូនយល់ថានៅមានចំណុចផ្សេងទៀតសូមជួយ comment នៅខាងក្រោមវីដេអូនេះដើម្បីបានជាចំណេះដឹងទាំងអស់គ្នាបាទសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះហើយសូមបងប្អូនជួយ like និងជួយ subscribe channel ខ្ញុំបាទផងបាទសូមអរគុណសូមជម្រាបលា